ភ្នំពេញជារាជធានីនិងជាទីក្រុងធំជាងគេបំផុតនៃព្រះរាជាណាចក្រកម្ពុជាជាមជ្ឈមណ្ឌលសន្តិសុខនយោបាយសេដ្ឋកិច្ចសម្បត្តិវប្បធម៌និងការទូតរាជធានីនេះមានការកែសម្រួលដែនដីព្រំប្រទល់ជា4ដំណាក់កាលក្រោយរបបប្រល័យពូជសាសន៍ប៉ុលពតដំណាក់កាលទាំង4នោះរួមមានលើកទី1ការបញ្ចូលខណ្ឌដង្កោលើកទី2ការបង្កើតខណ្ឌឫស្សីកែវលើកទី3ការបញ្ចូល4ភូមិរបស់ឃុំកន្ទោកមកក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញលើកទី4ការបញ្ចូល20ឃុំរបស់ស្រុកប្រាមគឺស្រុកពញាលឺមុខកំពូលគៀនស្វាយកណ្ដាលស្ទឹងនិងស្រុកអង្គស្នួលនៃខេត្តកណ្ដាលមកក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញភ្នំពេញស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជានៅចំណុចប្រសព្វនៃទន្លេសាបទន្លេមេគង្គនិងទន្លេបាសាក់ទន្លេទាំងនេះផ្ដល់នូវប្រព័ន្ធអេកូឡូស៊ីទឹកសាបនិងទន្លេប្រកបដោយសក្តានុពលជាធនធានដ៏សំខាន់សម្រាប់លក្ខខណ្ឌបរិស្ថានប្រកបដោយចីរភាពសោភ័ណភាពធម្មជាតិនិងវប្បធម៌ប្រកបដោយភាពចម្រុងចម្រើនសម្រាប់ប្រជាជននៅក្នុងរាជធានីភ្នំពេញតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះភ្នំពេញស្ថិតនៅចំពីមុខទន្លេមេគង្គដែលជាទន្លេដ៏សំខាន់នៅអាស៊ីដែលមានបណ្ដោយប្រវែង 4200 គីឡូម៉ែត្រហើយប្រភពដើមនៃទន្លេនេះគឺមកពីខ្ពង់រាបទីបេនៃប្រទេសចិនភ្នំពេញមានអាកាសធាតុក្តៅស្ទើរតែពេញមួយឆ្នាំដែលគ្រាន់តែមានការចុះត្រជាក់បន្តិចបន្តួចតែប៉ុណ្ណោះនៅខែរងាមានរដូវចំនួន2គឺរដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភារយៈពេល6ខែរដូវវស្សាចាប់ពីខែមិថុនាដល់ខែវិច្ឆិកាមានរយៈពេល6ខែរាជធានីភ្នំពេញមានផ្ទៃដីទំហំ 692.46 គីឡូម៉ែត្រការ៉េនិងមានប្រជាជនរស់នៅជាង 2 លាននាក់គិតត្រឹមឆ្នាំ 2022 រាជធានីភ្នំពេញបានបង្ហាញនូវវប្បធម៌មួយចំនួននិងភាពទាក់ទាញបែបប្រវត្តិសាស្ត្ររួមមានព្រះបរមរាជវាំងវិហារព្រះកែវមរកតនិងសារមន្ទីរជាតិមិនត្រឹមតែប៉ុណ្ណោះមានសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5ផ្ទះសំណាក់ភោជនីយដ្ឋានហាងគុយទាវតាមដងផ្លូវក្លឹបកម្សាន្តថ្នាក់ស្រុកនិងក្លឹបឌីស្កូថ្នាក់អន្តរជាតិលក្ខណៈរាជធានីភ្នំពេញគឺជារាជធានីដែលមានកំណើនប្រជាជនផ្លាស់ប្ដូរដោយបណ្ដាទីក្រុងទេសចរអាស៊ានដទៃទៀតផងដែរអគារខ្ពស់ៗភោជនីយដ្ឋាននិងសណ្ឋាគារមានការអភិវឌ្ឍនិងមានការកើនឡើងឥតឈប់ឈរក្នុងប្រមាណឆ្នាំចុងក្រោយនេះភ្នំពេញត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងសតវត្សទី15នៅក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោពណ៌គឺព្រះបាទពញាយ៉ាតនៅពេលដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរហើយបានមកសាងសង់រាជធានីថ្មីមួយទៀតនៅទួលបាសាននៅក្នុងខេត្តស្រីសឈរដែលសពថ្ងៃត្រូវបានគេស្គាល់ថាជាស្រុកស្រីសន្ធរព្រះអង្គបានគង់នៅទីនោះបានតែមួយឆ្នាំគត់ដោយសារតែមានទឹកជំនន់រាល់រដូវវស្សាព្រះអង្គក៏បានផ្លាស់ប្ដូររាជធានីមកសាងសង់តាមបណ្ដោយមាត់ទន្លេចតុមុខនៅក្នុងឆ្នាំ 1434 ដែលសពថ្ងៃជារាជធានីភ្នំពេញការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន2លើកលើកទី1ក្នុងរជ្ជកាលព្រះបាទពញាយ៉ាតនៅក្នុងសតវត្សទី15លើកទី2ក្នុងរជ្ជកាលព្រះបាទនរោត្តមនៅក្នុងសតវត្សទី19ទើបឋិតថេរការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន2លើកនេះដោយសារតែបន្ទាប់ពីការសាងសង់លើកទី1ពីឆ្នាំ 1434 ដល់ឆ្នាំ 1497 រាជវាំងត្រូវបានផ្លាស់ទៅអង្គរវិញក្រោយពីអង្គរក៏ប្តូរទៅពោធិ៍សាត់រួចក៏ទៅបរិបូរណ៍បន្ទាប់មកទៅលង្វែកហើយទៅឧដុង្គបន្ទាប់ពីឧដុង្គរាជវាំងត្រូវបានត្រឡប់មកសាងសង់ជាលើកទី2នៅក្នុងរាជធានីភ្នំពេញនាឆ្នាំ 1865 ហើយទើបបានឋិតថេរមកដល់សព្វថ្ងៃនេះមានរឿងនិទានដំណាលតគ្នាថាក្នុងការកន្លងទៅហើយក្នុងគ្រិស្តសករាជ 1372 មានដូនចាស់ម្នាក់ឈ្មោះថាពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានលំនៅឋានក្បែរច្រាំងទន្លេ4មុខផ្ទះរបស់គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយថ្ងៃមួយទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងទឹកទន្លេជន់លិចរហាច់រហឹមដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមកុកីមួយធំអណ្ដែតមកក្បែរច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើងដើមកុកីនោះចេះតែអណ្ដែតវិលវល់នៅក្បែរមាត់ច្រាំងនោះលុះដូនពេញឃើញដូច្នេះក៏ប្រញាប់ទៅអំពាវនាវឲ្យអ្នកជិតខាងឲ្យមកជួយទាញយកដើមកុកីនោះអ្នកជិតខាងក៏នាំគ្នាយកពូទៅចងហើយអូសរំកិលបន្តិចម្ដងទាល់តែមកដល់មាត់ច្រាំងពេលនោះដូនពេញក៏យកកំណាត់ឈើទៅកោសគៀសម្អាតភក់ចេញគាត់ក៏បានឃើញក្នុងប្រហោងឈើកុកីនោះមានព្រះពុទ្ធរូប4អង្គតូចធ្វើអំពីសំរិទ្ធនិងទេវរូបមួយអង្គទៀតដែលធ្វើអំពីថ្ម ទេ
ទេវរូបនោះទ្រង់ឈរព្រះហស្ថមកខាងទ្រង់ដំបងព្រះហស្ថមកខាងទៀតទ្រង់សាំងព្រះកេសាបួងដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើសបានរបស់ជាទីគោរពសក្ការៈក៏នាំគ្នាដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញក៏ចាត់ការសង់ខ្ទមតូចមួយតម្កល់ជាបណ្ដោះអាសន្នថ្ងៃក្រោយមកទៀតដូនពេញក៏បានអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែនបន្ទាប់ពីនោះគាត់ក៏ឲ្យគេអាឈើកគីធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកជាច្រើនអ្នកក៏ស្រស់ស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសម្រិទ្ធទាំង4អង្គទៅតម្កល់ទុកក្នុងព្រះវិហារចំណែកឯទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើតហើយដោយគាត់យល់ថាទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវនិងមានភាពដូចជាលាវគាត់ក៏បានសន្មតនាមថាអ្នកតាព្រះចៅនាមនោះក៏ជាប់តមករហូតដល់សពថ្ងៃនេះការសាងសង់វិហាររួចហើយគាត់និមន្តព្រះសង្ឃមកគង់នៅជើងភ្នំនោះនៅទិសខាងលិចទើបមានឈ្មោះថាវត្តភ្នំដូនពេញដែលសពថ្ងៃហៅកាត់ថាវត្តភ្នំតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន